đã full screen tí này. Ok ok. Bà full screen mà xong mà full screen thì mất không? Bà. À sao trẻ hết? Chị slide chị đã full screen tí này. Ok ok. Bà full screen mà xong mà full screen thì mất không? Bà. À sao trẻ hết? Ok, selamat kembali ke bukan game T1 បាទជាមួយនឹងគូទី1របស់យើងក្នុងវគ្គ semi final 4ក្រុមចុងក្រោយជុំនោះ Best of Five Pro Esport ប៉ះជាមួយនឹង Riot Esport បើកឆាភ្លាមខ្ញុំខាប់ឲ្យប្រាប់ទៀតថាបើកឆាភ្លាមនេះជាមួយនឹង Fati នឹងបាល់លេងមកតាហ៎ជឿហ៎ឡើយបាយអត់ជឿលេងជឿខ្ញុំថា Fati នឹងបាល់លេងមកតាដែរបួកបាទទៅជាមួយនឹងការវាយព្រាមដូចគ្នាណាស្របពេលដែលយើងលេងមើល2 pro 1ធ្វើបានមែនទេបាទតើកាន់ជាមួយនឹងវត្តមានអាតារបស់សូរ៉ាបាទសូរ៉ានេះតែមិនសមបាញ់ដល់ថ្ងៃនេះគឺធ្វើបាបដល់គាត់តែយើងលេងមើលមិនចូលទៅអុកឡុកជាមួយថាទីណាច្របោះបាទភុះចង់គៀកកមកអស់មកភេទេបាទមកពីលូកខ្លួនឯងទៅច្រើនទេបាទសម្រាប់គាត់តែមិនមែនបញ្ហាចាំតាការបញ្ចប់ឲ្យឯងចុះពីហនជាប់ច្រវាក់ខំប៉ុនស្រែកក្បាលទុំមេជើងជប់ដីដាក់ត្រវក់ក៏ល្មមនឹងដេកយូបាទពីមិនសមបាញ់ pro sport នៅក្នុង game ទី1គឺយកលេខថា transform ឈុតធំតែម្ដងប៉ុន្តែដល់ពេលថ្ងៃនេះខ្ញុំមានអារម្មណ៍ថាដូចជា trash របស់គាត់ដូចមិនសូវលេងឈុតធំទេបាទដូច hero ធំ hero fan base hero ធំគឺគាត់ទុកក្រោយតែម្ដងមកសម្រាប់គាត់បាទយ៉ាងណាមកយើងលេងមើលបច្ចុប្បន្នដូចគ្នាដែរមានការអន្តរាគមន៍ដូចគ្នាពីការតាកាបាទអូបាទអត់មានបញ្ហាទេ UC នៅក្បែរនឹង fan ធម្មតាដូចខ្វល់ខ្វាយពីអ្វីទាំងអស់តែម្ដងបាទជាមួយនឹងពួកគាត់ដូចគ្នាដែរ webcam របស់យើងនេះបើបិទចោលក៏ល្អបាំងមែនបើមិនចាំមើលទៅស្ដាប់មែនតាបិទចោលអា webcam mini ហ្នឹងបាទបិទចោលទុកទីឃើញក្នុង live អត់ឃើញបាទបាទយ៉ាងណាវិញវាទៅស្ដាំហ្មងក៏បានដែរយ៉ាហ្នឹងក៏បានដែរដាក់ក្បត់ចោលហ្នឹងមានអីអូបាទចេញណាមកយើងលេងមើលបច្ចុប្បន្នដូចគ្នាដែរស្របពេលដែលការតាកាបាទក៏មានការចូលដល់ដើម្បីទៅការចងឆែក map ចូលដល់វេតតែអានគ្រូថ្នាក់ផងដែរស្របពេលដែលយើងមើលជាមួយនឹងវត្តមានកាកាំងហ្នឹងក៏មិនទាន់មានលុយទេណាបាទទាន់វាយគ្នាលេងសំទៅទៅបាទព្រោះពីមិនសមអីធីម Pro Esport ក៏លេងអញ្ចឹងបាទលេងរបៀបចាញ់បាទសម្រាប់គាត់បាទអញ្ចឹងយើងប្រើយុទ្ធសាស្ត្រអញ្ចឹងដដែលទៅបាទសម្រាប់គាត់តែយិនមិនសមគេអែមគេលេងគេអែមហ្មងយេគេ aggressive ខ្លាំងណាស់គេចេះលេងមិនព្រោះសាររាយិនបើយើងគិតមើលមិនសមវិញអាចសុំបីតែហ្គេម3តែហ្គេមដែលចាញ់ហ្នឹងក៏នេះដែរក៏ចាញ់នឹងវេទនាដែរតែពេលឈ្នះគាត់ឈ្នះផុយយេឈ្នះផុយ10ទីជាតែហ្គេម3ដែលចាញ់វេទនានេះខ្ញុំឃើញហេរ៉ូរបស់គាត់ក៏យកទៅចាប់ឆៃហ្នឹងយកទៅចាប់ឆៃបាទត្រូវ 3-0 តែមានអារម្មណ៍ថាយកមកដូចវល់ហើយដើម្បីគេដកលូណាមកផងអញ្ចឹងគាត់លក់អូអញ្ចឹងដែរអត់ដឹងដែរគាត់ជាអ្នកលក់មួយជាអតិថិជនយើងក៏មិនដឹងច្បាស់បាទយើងមិនដឹងថាគាត់លក់ឬមកគាត់អ្នកជក់តែជក់គាត់ជក់មាត់ទេបាទត្រឹមត្រូវបាទជក់ដៃក៏បានជក់មាត់ក៏បានបាទមួយក៏ជក់ស្កក្រក៏បានដែរបាទយ៉ាងណាមិញគណៈពេលបច្ចុប្បន្នដូចមិនទាន់ប៉ះគ្នាទេមានអារម្មណ៍ថាដូចជាត្រឹមតែធ្វើការតែគ្នាតែបណ្ដោះបាទសម្រាប់គាត់ចុះមែនលេអត់វាយយើងខ្លាចមែនបើខ្លាចមែនធ្វើចិត្តឆាំរួចចក្រៅមកតែកូនខ្មែរមិនដែរខ្លាចនាទីទី4 Yes បាទដោយសារតែវត្តមានអាវិធីធ្វើការ respond មកនាទីទី4ចាំពួកគាត់អត់វាយគ្នាទេស្របពេលបច្ចុប្បន្នយើងលេងមើល map color របស់ទៅកម្មវាយយកសัตว์ teleport ពេញទៅដល់មានការវាយដូចគ្នាតែអូអត់ fall ខ្មែរអា skill រត់ប្រុយមានវាយបានទេពេញ passive ហើយគេរត់ប្រែលឿនជុកគ្មានអាណាគេវាយសូម្បីតែមកវាបាទសុខស្ដាយមែនទេបាទសម្រាប់ឥឡូវបច្ចុប្បន្ន teleport ម្នាក់ម្ដងបាទកុំញ៉ៃច្រើនបាទសម្រាប់គាត់ដូចគ្នាយើងលេងទៅមើលជាមួយនឹងវត្តមាននៅផ្លូវ bottom lane ដូចជាមានការប៉ះគ្នា first blood ប្រាប់ទីអាមីទោះបីអត់មានឡងយ៉ាងណាក៏ដោយតែអាមីនៅក្នុង early នេះបាទតិចហើយអាមីបាទដោយសារគេឃើញនៅលើរៀងអ៊ូអនៅខាងក្រោមនេះក៏មិនទុកយូរទេធ្វើការអាប់ជាមួយនឹងលុយរាយតែម្ដងជាមួយការហូបចុកទៅលើមីក្បាលខូចបាទរៀងនេះដំបូងចាមីរៀងសឹមអញ្ចឹងហ្នឹងបាទដល់ពេលរៀងក្រៅម៉ាស៊ីនអាមីលាំងបាទនិយាយថាឡងខ្លាំងearlyតែរៀង late game តិចរៀងទុនហ្នឹងត្រឹមត្រូវបាទយ៉ាងណាមកយើងលេង Flamengo អាយ៉ា1ទល់3 flash រត់មួយដកថយគ្មានបញ្ហាស្របពេលយើងមើលជាមួយនឹង Gasen នេះអា skill ទី2របស់គាត់ទុក TP RB របស់គាត់ទុកនឹងប៉មហ្នឹងអញ្ចឹងនេះវាយគាត់មិនងាយស្រួលទេវត្តមានការវាយយកតែជាមួយនឹង Adjective យកបានជាមួយនឹងវត្តមាន Titan Easy តែម្ដងពីវត្តមាន UC មកឡោតែចង់លួចដែរតែសារតែសន្តិសុខគឺគេមើលការខុសត្រូវបានត្រឹមត្រូវគឺធ្វើការស្មៃយកជាមួយនឹង Thailand ដើរចេញតែម្ដងតែគាត់មិនគេវាយយកជាមួយនឹង Overlord ទេដូចជាកៃសិនបានជាមួយនឹង Blue Burst វិញបាទសម្រាប់គាត់អូមែនណាមានកៃសិនណាគេអាក្រោមជើងស្មើទៅលួចរបស់គេបានបាទអញ្ចឹងគ្មានបញ្ហាទេបាទស្របពេលដែលជាមួយនឹងវត្តមាននៃក្រុមទាំងពីរដូចជាមិនក្រោមជើងណាហ្នឹងប្រែមកបននៅជាប់នៅបាទអញ្ចឹងបច្ចុប្បន្នដូចជាគ្មានបញ្ហាទេបាទពួកគាត់វាយគ្នាទៅមកទៅវិញប៉ុន្តែខាងក្រៅនោះជាការ fail មួយរបស់អាមីដូចគ្នាដែរនៅពេលដែលគាត់ solo ដូចជាមិញដូច solo kill អត់ទេមែនទេមានតែការចាំ cover ដូចគ្នាដែរគៀបហូបចុកគៀបហូបចុកអាមីបាទជាលក្ខណៈព្រឹត្តិការណ៍ព្រឹកស្រីសាំ Yes យើងលេងមើលកាលើដូចគ្នាដែរបាទបច្ចុប្បន្នដល់មានប៉ះគ្នាសោះតែម្ដងយើងធ្វើបឬពីនេះមកអត់ពីក្រាមសិននេះមកអូកាឡាកូទាំងពីរក្រុមដាក់មកចាំកាលខ្ញុំសាយយ៉ាងអាចលឺខ្លះ
yes អេតើវាយគ្នាលើអត់មានបញ្ហាទេបើថា មាន ពេល អត់ បាយ យូសៀននេះគឺគេបោកឲ្យដាច់ចំនួន passive តែម្ដងអី អូគេវាយវិញឡើយអាយ៉ាបិទខុំមួយតែគ្មានបញ្ហាបាទតែគាត់បាក់រៀងចូលដែរបាទសម្រាប់គាត់ មែនគេបិទកុំឲ្យ TP ហ្នឹងបាទ យុទ្ធសាស្ត្រគំនិតចិន យ៉ាត្រឹមត្រូវកុំឲ្យធ្វើការ rotation ទៅខាងក្រោមបាទជួយការ teleport ប្រាវបាទជួយណាមកយើងមើលបច្ចុប្បន្នដូចគ្នាដែរបាទស្របពេលដែល defrost ចេញមកមួយដូចគ្នាដែរពីវត្តមានរបស់កាកាអូជួយនឹងការចូលវាយដូចគ្នាតែគ្មានបញ្ហាក្រាបពេលដែលយើងមើលជាមួយនឹងការឡើងជាមួយនឹង damage ក៏ច្រើនដូចគ្នាដែរពី Zora តែលោកចូលទៅដល់ដើមដងចង់ត្រឡប់ទៅដល់2 3ជុំតែអត់ជោគជ័យទេបាទសម្រាប់គាត់ជុំអាយធីមកាកាគាត់លេងជាមួយ defrost មុនហ្នឹងហើយជួយគាត់លេងអាហ្នឹងមុនវិញហ្នឹងហើយបាទអត់ដឹងដែរបាទរត់ដល់លេងជាមួយនឹងអីអាយធីមដូច spark អីហ្នឹងអត់ចេញមកតែมันបញ្ហាបាទព្រោះដោយសារតែគឺគាត់មាន Usian ដែលមាន D gaming ជួយ អូខេគាត់ D gaming ទៅបោខំខ្ញុំលើបាទបច្ចុប្បន្នគណៈពេលដែលក្រុមទាំងពីរវាយទៅវាយមកដូច10នាទីហើយមិនទាន់ឃើញសាច់ការនិងសាច់កាប់ទេបាទសម្រាប់ក្រុមទាំងពីរអេបើគាត់ចាំវាយតែកន្លែង IP មួយនេះតែមើល map color រួចអូនមិនគេឲ្យ Series បើបាទហ្នឹងបាទ map color 1 ទល់ 1ប៉ុន្តែដូចជាមិនមែនទេដូចជា2 1វិញទេតែឥឡូវដកថយបាទមិនគេបើមិនបន្តិចបាទបើមិនទេបាទបើអញ្ចឹងតបឡុំមកជាប់ក្នុង early បាទឡុងខ្លាំងទៅ early ទេតែ first ដាច់វិញគេមិនអាចជួយការយកបានជាមួយ Zeni ចូលរៀងត្រូលអានេះអាចជក់ក្នុងការកាប់ណងបាទគាត់រៀងជក់ដៃកាប់ពេកបាទអញ្ចឹងជាស្រ័យបាទយ៉ាងណាមកយើងលេងមើលបច្ចុប្បន្នដូចគ្នាដែរស្របពេលដែលជាមួយនឹងខាងក្រៅមានការ defend គ្នា Weekend Zen គ្នាតែផ្លូវមីណែជាមួយវត្តមានរបស់កាកាគ្រោះថ្នាក់បុតទៅការជីជាមួយនឹងបាល់មូលដើម្បីការចូលទៅដល់ដើម្បីគៀវាយយកតែដល់ការជួយនឹងវត្តមានរបស់កាសេនតែកាសេនគប់ប៉ាទាំង3បាទគ្មានបញ្ហាដល់កមកកែសិនគប់ទាំង2ទាំង3មកបរិស័ទទៅជាប់ជាមួយ passive អាយយ៉ាអាចឈើចាក់ថ្មិញយកទៅចាក់ថ្មិញសុំតែភ្នែកអូនរបស់ចាក់ដែរ Yes បាទជាមួយនឹងការគប់មកទីនេះខ្លួនឯង farm ធម្មតាបាទពីវត្តមានរបស់ Usian បាទ Usian នេះមិនសូវ rotation មកទេដើរ farm មកគេបោះអីអ្វីហ្នឹងតែម្ដងបាទ IT មកគាត់ចេញបានហើយទៅតែ2 kill ទេបាទខណៈដែលជាមួយ IT វិញគឺសិតតែភាគច្រើនពាក់សិតតែជើង cool down តែម្ដងបាទខាង Riot បាទវីដេម៉ូ step គាត់ចេញ Spark Force គាត់ចេញច្រើនមែនបាទសម្រាប់ជាមួយនឹងសមាជិកក្រុមទាំងពីរហេមាន IT នេះតែវាយនេះទៅណាមកកាក់នេះទៅណាតែពេលលើយកបាន Win T1 តែដូចគ្នាសមាជិករបស់ខាងក្រុម EA Sport ពូអាតបេតដំចូលក្នុងអាយសូរ៉ាមើលទៅធ្ងន់កបាញ់យើជោគហើយបាត់បង់សូរ៉ាគ្នាជាមួយ4ព្រួត1ខាងក្រៅមកមានការដេញវាយដល់ទីតែម្ដងប៉ុន្តែយើងលេងមើលជាមួយនឹងការត្រឹមតែយកបានជាមួយនឹង Turret តែម្ដងដោយសារសមាជិករបស់ EA Sport ក៏ដឹងមុនដែរតែបលេង Turret ដើម្បីកុំឲ្យដាច់ជីវិតខ្លួនឯងក្រោមដាច់ក្រោមទីទូ Turret ដូចជាអត់ដាច់ទេដូចជាដាច់អត់បើ4នេះនឹងដាច់ហើយដែរហើយមួយគាត់មានជាមួយនឹងអាកូដូទៀតអញ្ចឹង easy ហ្មងសម្រាប់ក្នុងការយកដូចគ្នាណាបាទអញ្ចឹងតែបាត់ Turret គ្នាទៅវិញទៅមកទេដូចជាអត់បញ្ហាដែរព្រោះសារ Turret ដាច់2ស្មើទេបាទជួយណាមិញបច្ចុប្បន្នផ្លូវមីឡែនមានការយកបានតែម្ដងវិញអត់ទាន់ច្បាស់តែជាប់កជាប់កជាប់កបោះជាមួយនឹងវាងសាជនជាមួយនឹងការមកដល់ទីនេះយកបាន10គីឡូមែនទេពីអមីប្រាប់ហើយប្រាប់ធៀបថា early game អមីអត់កើតមែនតែតែ late game អមីគឺរឿងកលៀងហើយអមីបាទបើសារតាស៊ូUsianដូចជាមុនហ្នឹងគាត់ប្រាប់វិជា cool down ហ្នឹងមិញអត់ដឹងដែរបាទឆែកមើលហ្មងបាទសម្រាប់គាត់តំណោវិជាគាត់ប្រាប់វិជា cool down តទៅពេលជាប់ class ឯងជាប់ប្រហែលជាញ៉ាំបាយផុត Yes បាទជាមួយនឹងការបានបោះដូចគ្នាដែរវត្តមានរបស់កាសែនកែឡពេលតថយតែម្ដងក្រាបពេលស៊ីសុជីបតិចម្ដងអញគ្រូថ្នាក់ក្រាបពេលមានការដកថយវិញគ្មានបញ្ហាដល់ពេលយើងមើលជួយ Blue Bird មានការចូលទៅ event តែម្ដងពីសមាជិករបស់ Pro Esport ចាប់ដើមវាយហើយអូ Pro Esport លេង The Bit Game ហ្នឹងលេងលេងហ្នឹងបើលេង The Bit Game ប៉ុន្តែអត់ទេ Team Fight របស់ Pro Esport ដល់ពេលគាត់ដល់ Team Fight គឺល្អមែនល្អមែនប៉ុន្តែភាសាគាត់មាន class A អូខេបាទដល់ពេលគាត់មាន class A ដកអង្សាមកធ្លាក់ត្រឹម0អីដើម្បីគាត់ដើរចូលក៏ស្ដងស្ដីស្ដងយកដល់មកបើតែយ៉ាងជាតិវិញគាត់គប់ជាមួយនឹង D Gaming ចូលផ្លឹបក៏ D Gaming ក៏ទាំងយ៉ាងជាតិម៉ែចុះបើលេង skill ទី2មក stand ដល់កកស3វិហ្នឹង2វិហ្នឹងពីដល់ផ្នែក3ក៏ស្ញេញស្ញោឆ្ងាញ់អស់គ្នា Yes បាទអូ Ultimate មួយគណៈពេលដែលអត់មានបញ្ហាទេបាទគ្រាន់ធ្វើការរំខានតែម្ដងដោយសារតែគាត់ដល់ survival skill របស់គាត់វាលឿនបាទចឹងមានបញ្ហាបាទសម្រាប់វិញតាកាបាទតាកានេះគ្នាទេតាកានេះអត់មានទីគីបើមិនមានទីគីល្អហ្មងតាកានេះចឹងត្រូវប៉ះមកហ្នឹងត្រូវតែមានទីគីហ្មងបាទយេឥឡូវខ្វះ4ទៀតបាន8 2អូជួយដល់ការគប់ជួយដល់ខាងខ្ញុំលោតចូលដល់វាយដល់ UC នេះចូលថ្នាក់ឡើងជើងកងបាត់បោកតែដល់ទៅមើលតាកាអត់មានទីគីតែមានការយកបានជាមួយ UC ថាយកបាន10គីឡូទៅពី8ខ្វៃទីនេះទៅយកបានជាមួយកាយសេនេះមានការថតទៅដល់ជាមួយវត្តមានរបស់សៃនេះព្យាយាមការរត់ទៅដល់ជាមួយនឹងសេនេះបាទក្រៅពីមានការ defend តែមានការលោតចូលដល់កាប់យកទៅដល់ពីអតារបស់សូរ៉ាកាប់យកយកបានជាមួយទីវត្តមានរបស់សៃនេះគឺមានការ defend ទៅក្រៅពីមានការថតពីគ្នាពី Mayonnaise
បាទជាមួយនឹង Martinez បាទគណៈពេលមានការដកថយពីគ្នាតែយូវ៉ាន់ជាមួយនឹង T1 និង T2 ត្រេតផ្លូវ Midland បាទហើយ អូ my god បាទដូរ សង្ស័យទៅវិញផឹកទឹកបូកូមើលទៅ បាទអញ្ចឹងណា អញផឹកទឹកបូកូ បាទតែយ៉ាងណាមិញមានការយូវ៉ាន់ជាមួយ T3 ត្រេតតែទីគ្នាសមាជិករបស់ខាងក្រុម Real Sport ធ្វើការ Sport មកជាមួយនឹងការ defend ជាមួយនឹងការដូចគ្នា Martinez ដូចគ្នាបាទដែរ និយាយទៅមានអារម្មណ៍ថា Pro Sport គឺធំប៉ុនជាងវានៅពេលដែល score ពីងដាក់ជាមួយនឹង score សចូលទៅក៏ RB ពេញតែពេញឡើយ Yes ហើយគ្រាន់តែចូលមកទាំងងើលមិនថាស៊ីនីមិនថាយូសៀនមិនថាតាកាអីទេគឺគ្រាន់តែចូលមកគឺកទាំងងើល បាទយ៉ាងណាមកយើងលេងមើលជាមួយនឹងការយូវ៉ាន់តែម្ដងជាមួយនឹងវត្តមាន Overload បាទជាមួយនឹង Overload ហែដូចគ្នាបាទដែរស្របពេលតែបច្ចុប្បន្នសមាជិករបស់ខាងក្រុម Real Sport ថាគ្មានបញ្ហាទៅដល់នាទីចាន់តែគេវាយអន នោះបើរសារយើងមើលអាស៊ី8អាស៊ី8ក៏ជាប់ប្រាក់ស្អាទីរបស់ Prince Frost ហ្នឹងចុកណា មិនដឹងទេ អូនិយាយទៅ អាទៅស៊ីកង់ហ្មងផ្លេតដាច់និយាយទៅនៅក្នុងផ្លេតសុំតែតាំងទៅផ្លេតដាច់ ធម្មតាគាត់មិន hero ស្រី hero pro ក៏គប់មកគឺដូចកាត់ស្មាញ និយាយបាទ អូគឺវេទនា យ៉ាសំខាន់គាត់ពាក់ជាមួយនឹង Mass of O គ្នានឹងទៀតមួយឆែកពេញហ្នឹង បាត់ពេញហ្នឹង ណ៎ឆែកពេញហ្នឹងអូអេបើចឹង Overlord នេះគឺមិនទាន់ចេញជាមួយនឹង Vanguard ទេ Vanguard ទៅខាងផ្លូវ top lane ទេ បាទគណៈពេលគាត់ដាក់ Vanguard នៅផ្លូវ Shadow Vanguard នៅខាងផ្លូវ top lane ទេគ្មានបញ្ហាប៉ុន្តែគាត់ព្យាយាមការធ្វើម៉េចយកជាមួយនឹងផ្លូវ bottom lane បានតែមកសម្រាប់គាត់ដូចគ្នាដោយសារតែយើងលេងមក Vanguard នៅបន្តក្រោយតែមាន Nemo វិញបាទហើយទៅហើយជាមួយនឹងវត្តមានរបស់ Skakang បាញ់ Ultimate មួយដូចគ្នាដែរពី Market ដើម្បីទៅការ clear lane បានហុយយ៉ាងណាមិញដើម្បីរបស់គាត់វាច្រើនដែរបាញ់ធូរសមដែរបាទសម្រាប់ជាមួយនឹង floor board របស់ Market បាទដោយសារ IT របស់គាត់គួរសមហើយគាត់មាន KDA មួយទៀតគ្នាខុសគ្នា10 K goal មានតែអាចធ្វើការទទួលយកបានសម្រាប់គាត់ដូចគ្នាដែរបើយ៉ាងណាយើងមើល Vanguard អត់គុំទៅដល់ក្រោមអញគូថាបានជួយមកមានតាកាអត់មានទីគីតាកាបាត់បងបាត់ហើយជួយនឹងការទៅវិញដូចគ្នាបានពី Frame Safer របស់ Scorpion នៅឈឺមែនទែនមកទលាក់ដាច់តែម្ដងសម្រាប់ជួយនឹងដើម្បីចេញមកពីវាងចៅជន់ សំខាន់ពេលគាត់ទលាក់ទៅ enemy អត់ទៀត ហ្នឹងហើយ សំណាងចេះ enemy អត់មានផ្លុំខ្លុយខ្លុយផ្លុំខ្លុយអីតែអាចយកខ្លុយនឹងយកទៅអាំងឬមួយយកស្ងោរយកជាតិហ្នឹងបាទដែរ ជាមិនធម្មតាជាមួយនឹងយុទ្ធសាស្ត្រអត់ផ្លុំជាមួយនឹងខ្លុយ តែអត់ជៀន Yes បាទតែនៅត្រូវបើយ៉ាងណាមកយើងលេងមើលជាមួយការទម្លាក់ខ្វះមួយខណៈពេលដែល Vanguard បានម្ដងជាការបុកយកតែម្ដងជាមួយការផ្លាច់ជាមួយនឹង TC តែដល់ផ្លូវបន្ទប់លែតែដាច់បានទេសមាជិកមានការ clear គ្នាជាមួយការបើកជាមួយឈាមទៅមកវិញគ្នាបានពីកាយសេនបើឈាមត្រែតមួយមកហើយអត់សើខាតដៃឡើងឈាមមិនបាត់ Kensing បើជាមួយនឹង Kensing ហ្នឹងដាក់ទៅវាឡើងឈាមអើយឡើងគ្មានបញ្ហាសូរ៉ាដល់ថយនេះមានតែមានការដេញបាញ់យកទៅប្រចាំវាបានជួយទៅនេះអូអានមិនជួយរកអើយជួយនឹងមកមានរបស់ Scorpion អូបាទថាដាច់ឯងម៉ែមកទីឡើងឈាមមិនគងយ៉ាជាមួយការយកបានជាមួយ T3 ទៅដល់ផ្លូវ top lane នេះគ្នាដែរផ្លូវ bottom lane គេបឹសបានបន្តិចឥឡូវមានអីយកដាច់ពេញពីទៅម្ដង3ផ្លូវពេញតែម្ដងបាទជាមួយនឹងវត្តមាន Racket Esport ខ្លាចជា Racket Esport លក់ចាប់គួយលក់ដីឡូមួយណាតលក់ចោលដល់ត្រង់មួយណាយកតច្បាស់ត្រង់ពេលតែបាត់បងជាមួយនឹង Zani មួយរៀលធ្ងន់កទៅបាទចូលកាប់ទេបាទជាមួយ Zani បាទធ្វើការឆ្កាព្រៃឆ្កាអីបាទហើយបាទជាមួយនឹងការឆ្កាព្រៃធំតម្បៅធ្វើជាអាចលអ្នកទ្របយកតែម្ដងបាទសមាជិករបស់ Riot បាទកំពុងលីងហើយបាទឥឡូវនេះគឺលីងហើយហើយ Ultimate របស់ Free តែប្រងនោះលឿនទៀតបាទអត់ដល់10វិមិញដល់ថា10វិចាបាទមកតម្លាក់យកម្ដងអត់តែពេលខ្ញុំគាត់ Team Fight យកតម្លាក់កាមុខតែម្ដងអញ្ចឹងវាបាក់ចូលលីងមក Yes លីងតែម្ដងបាទគឺត្រងោតែម្ដងមកជាមួយនឹងការវាយស្រាស្បែកជើងនៅលើក្បាលបន្តិចបន្តួចខណៈភ្លាមជាកន្លែងមើលទៅគឺ clean តែម្ដងមកជាមួយនឹងរបងសាលារបស់ខាង Riot Esport បាទខណៈពេលសមាជិករបស់ Pro Esport Team Fight ក៏ល្អតែ early game អត់សូវទៅសិនតែប៉ុណ្្នឹងឯងបាទឬមួយក៏អាច stand របស់គាត់ early game លេងបែបធម្មតាអត់ aggressive បាទមួយគាត់អាហ្នឹងអាច trend អញ្ចឹងបាទតែបើលេង aggressive វាល្អមើលត្រង់ថានៅពេលដែល early game អញ្ចឹងទៅចាប់ផ្ដើមពួកគាត់ធ្វើការ rotation វាយគ្នាកាច់ invade ពេញហ្នឹងអាហ្នឹងវាសាច់ game ចេញមកពី early យកតែម្ដងបាទអីទេបាទសំខាន់គឺជាមួយនឹង macro skill របស់គាត់ល្អខណៈពេលមានការដាក់ខាងមួយបាត់បង់តែដល់តែការតាកាមានទីគីទេជួយការលូតចាប់វិញគ្នាខណៈពេលយូសៀនម៉ែជួមួយបាយ5តែម្ដងបានតែល្អមើលតែអត់ OC ទេស្រាប់តែបាច់បានជួយសនីវិទៀតនេះសតជាមួយនឹង2នាក់តែម្ដងបានជួយសមាជិករបស់ Real Sport តែការ defend ជាប់ដែរទេយ៉ាងណាមកយើងលេងមកជាមួយនឹង Pro Sport ដូចជាមិនចាំជាមួយនឹងវត្តមាន Overload ទេបាទសម្រាប់គាត់ខ្ញុំដែរមានអារម្មណ៍ថាគាត់ធ្វើការចង់បុកប្រាច់យន្តតែម្ដងមានណាយើងក៏មិនតន់ច្បាស់ដើម្បីចេញមកពីវត្តមានរបស់ Cassin នេះក៏វាឈឺគ្រាន់បានដែរតែមើលទៅកុំតន់តែលោចូលទៅដល់ចាក់វាយយន្តតែម្ដងបានទៅដល់ជាមួយនឹងការគេមកជាមួយនឹង Cassin មួយតែម្ដងតែដែរជាមួយតន់តែ S បាទហើយចេញមកហ្គេមនេះមួយគឺបានទៅលើ Pro Esport បាទជាមួយនឹងកែញ៉ាំតាមពី mid game មកតែម្ដង early វាយ